គ្នាយើងសួរច្រើនថារៀនចិនមិនបានឆាប់ចេះសរសេរសំខាន់លើដងយើងមានដងអត់បើយើងអត់មានដងទេរៀនអត់ចេះទេសរសេរហ្នឹងគឺអត់ចេះទេវាទាមទារយើងត្រូវការចំណាំខ្លាំងយើងបកកាយចំណាំហើយវិធីសាស្ត្រដើម្បីងាយចំណាំហើយចាំបានយូរអត់ងាយផ្លិចគឺយើងត្រូវដឹងថាពាក្យហ្នឹងវាមានអត្ថន័យផ្ដោតទៅលើអីម្យ៉ាងឬក៏ស្តៀងទៅនឹងរូបភាពឬក៏ស្តៀងទៅនឹងលក្ខណៈអ្វីមួយយើងយល់ពីអត្ថន័យវាព្រោះកណ្ដួលអក្សរចិនគឺវាមានអត្ថន័យវាប្រកបនៅក្នុងហ្នឹងសូម្បីតែកណ្ដួលអក្សរហ្នឹងពេលខ្លះកណ្ដួលអក្សរមួយហ្នឹងវាមានពាក្យ2 3 4 5អីផ្គុំចូលគ្នាទៀតចឹងទៅអញ្ចឹងវាស៊ីជម្រៅកាន់តែច្រើនអញ្ចឹងតើយើងព្យាយាមប្រវែកអត្ថន័យវាមួយហើយថាពាក្យហ្នឹងវាស្តៀងទៅនឹងរូបភាពអីឬក៏មានអត្ថន័យរបៀបម៉េចគឺយើងត្រូវការយល់ហើយត្រូវការចាំដែរឧទាហរណ៍ថាពាក្យភ្នែកពាក្យថាភ្នែកចិនគេអានថាម៉េចមុខសលែងទី4សកត់មុខយើងបកថាភ្នែកហើយកណ្ដួលអក្សរវាដុតទៅនឹងតម្រងភ្នែកចឹងប៉ុន្តែតម្រងភ្នែកហ្នឹងរបៀបប្រឈរវិញយ៉ាងម៉េចមកដាក់វីដេអូឲ្យមើលតម្រងភ្នែកហ្នឹងរបៀបវារៀងប្រឈរមកវិញតម្រងភ្នែកវារៀង4ជ្រុងហើយបន្ទាប់មកវាមានគ្រាប់ភ្នែកចឹងរបៀបគ្រាប់ភ្នែកហ្នឹងនៅក្នុងតម្រងភ្នែកទៀតអញ្ចឹងបានអក្សរចិនវាមានកណ្ដួលរបៀបភ្នែកហ្នឹង2បន្ថែមទៀតចឹងវារៀងសូរចំណាំដែរមុខហ្នឹងវាដូចទៅនឹងរូបគ្រាប់ភ្នែកយើងចឹងពាក្យទឹកភ្នែកចិនគេអានថាលេងសលែងទី4សកត់លេងទឹកភ្នែកកណ្ដួលអក្សរវាយើងបន្ថែមតាកណ្ដុះ3តូចដូចកណ្ដុះទឹកហ្នឹងនិយាយទៅអាតួអក្សរចិនអត់តែមានកណ្ដុះអក្សររបៀបកណ្ដុះទឹកហ្នឹងអាហ្នឹងគឺពាក្យហ្នឹងផ្ដោតទៅលើអត្ថន័យពាក្យទឹកឬក៏វត្ថុធាតុរាវអីមួយយ៉ាងហើយអញ្ចឹងយើងទៅថែមតាកណ្ដុះ3ដូចតំណក់ទឹកហ្នឹងហើយអក្សរមុខមកវាបានទៅជាអក្សរលេងយើងបកថាទឹកភ្នែកវាត្រូវឯងកណ្ដុះអក្សរទឹកបុកជាមួយកណ្ដួលអក្សរភ្នែកទឹកភ្នែកត្រូវមកម្ដង